បាទបងប្អូនទាំងអស់គ្នាចឹងមុននឹងខ្ញុំទៅចែកបង្ហាញក៏ដូចជាចែករំលែកលម្អិតផ្សេងតាក់ទងទៅនឹងរបរចិញ្ចឹមពាណិជ្ជកម្មចឹងប្រធានបទទី1ដែលខ្ញុំនឹងចែករំលែកជូនបងប្អូនយើងថ្ងៃនេះគឺពីចំណុចពិសេសរបស់របរពាណិជ្ជកម្មដែលបងប្អូនយើងគួរតែចាប់អារម្មណ៍ហើយមិនគួរមើលរំលងចឹងខ្ញុំជឿថាទាំងបងប្អូនទាំងអស់គ្នាដែលកំពុងតែសស័កក្នុងការប្រឹងប្រែងប្រកបរបរអាជីវកម្មទូទៅប្រកាសជាធ្លាប់ដឹងធ្លាប់ឮធ្លាប់ជួបនៅរបរជាច្រើនណាហើយរបរទាំងអស់នោះភាគច្រើនគឺជារបរដែលបង្កើតចំណូលដោយសកម្មមិនមែនជារបរដែលចំណូលអកម្មទេតែឡើយរបរពាណិជ្ជកម្មមួយនេះគឺជារបរមួយដែលផ្ដល់ចំណូលអកម្មចឹងចំណូលអកម្មជារបរមួយដែលមិនឲ្យបងប្អូនទាំងអស់គ្នារវល់អំពើទុកហត់នឿយជាមួយវាគិតគូរជាមួយវាគ្រប់ពេលវេលានោះទេនោះហើយដែលយើងហៅថារបរដែលចំណូលអកម្មប៉ុន្តែតម្លៃរបរដែលយើងនិយាយថាជាចំណូលសកម្មចង់សម្ដៅថាទៅជារបរមួយដែលបងប្អូនត្រូវតែបំពេញកាតព្វកិច្ចជាមួយវារៀងរាល់ថ្ងៃតើបងប្អូនយើងចេញសកម្មភាពតើបងប្អូនយើងធ្វើទៅទទួលបានប្រាក់ចំណូលដើម្បីគ្រប់គ្រងជីវភាពគ្រួសារនោះហើយដែលយើងហៅថាជារបរចំណូលសកម្មចឹងចំណូលសកម្មវាស័ក្តិសមជាមួយនឹងបងប្អូនទាំងអស់គ្នាដែលនៅវ័យប្រហែលខ្ញុំលើសខ្ញុំឬក៏បងប្អូនទាំងអស់គ្នាដែលនៅមានធម៌ពលគ្រប់គ្រាន់មានកាយសម្បត្តិរឹងមាំតែឡែកបើសិនជាបងប្អូនទាំងអស់គ្នាមិនមានកម្លាំងកាយរឹងមាំមិនមានកាយសម្បត្តិរឹងមាំទេរបរដែលជារបរបង្កើតចំណូលដោយសកម្មគឺបងប្អូនទាំងអស់គ្នាមិនអាចបំពេញបានឡើយប៉ុន្តែដោយឡែករបរដែលមានចំណូលអកម្មដោយដែលខ្ញុំបានជម្រាបជូនបងប្អូនខាងលើគឺរបបពាណិជ្ជកម្មមួយនេះគឺទាំងបងប្អូនមានធម៌ពលប្រាជ្ញាស្មារតីល្អទាំងបងប្អូនយើងមានកាយសម្បត្តិខ្សោយចុះខ្សោយប្រាជ្ញាស្មារតីចុះខ្សោយក៏បងប្អូនយើងនៅតែអាចបំពេញបាននៅតែអាចធ្វើបានជាធម្មតាហើយអ្វីដែលពិសេសគឺវាផ្ដល់ចំណូលល្អដល់បងប្អូនយើងតអស់គ្នាទៀតជាថ្ងៃនេះខ្ញុំនឹងលើកយកចំណុចថ្មីប្រហែលចំណុចទៀតដើម្បីបងប្អូនយើងយល់មិនវែងទេព្រោះកន្លងមកខ្ញុំធ្លាប់បាននិយាយច្រើនហើយក៏មានបងប្អូនយើងនិយាយច្រើនដែរតែថ្ងៃនេះខ្ញុំលើកយកចំណុចថ្មី5ចំណុចបន្ថែមទៀតដែលជាចំណុចប្លែកឲ្យបងប្អូនទាំងអស់គ្នាអាចយកទៅសិក្សាស្វែងយល់បានទី1ចំណុចដែលពិសេសសម្រាប់របបពាណិជ្ជកម្មគឺយើងប្រើសัตว์ដើម្បីរកលុយឲ្យបងប្អូនយើងទាំងអស់គ្នាហើយការប្រើប្រាស់សัตว์មួយនេះគឺវាពិសេសត្រង់ថាយើងមិនចាំបាច់ចំណាយពេលវេលានៅក្នុងការគ្រប់គ្រងឲ្យចំណីចាក់វ៉ាក់សាំងថែទាំវាឲ្យល្អិតល្អដិតដល់ដូចយើងចិញ្ចឹមសត្វមាន់ទាជ្រូកគោក្របីទេបងប្អូនទាំងគ្នាសត្វពាណិជ្ជកម្មនេះគឺជាសត្វមួយដែលត្រូវការសេរីភាពណាដែលត្រូវការសេរីភាពហើយវាក៏បង្កើតសេរីភាពជូនបងប្អូនដែរអញ្ចឹងពាក្យនៅខាងក្រោមគឺខ្ញុំនឹងបញ្យល់ពាក្យសេរីភាពសម្រាប់បងប្អូនតើជាសេរីភាពអ្វីសត្វពាណិជ្ជកម្មជាសត្វដែលមានសេរីភាពយើងជាម្ចាស់របស់សេដ្ឋកិច្ចកម្មយើងចិញ្ចឹមជាកម្មយើងមិនអាចក្រុងមិនអាចឃុំឃាំងមិនអាចដាក់ចំណីចិញ្ចឹមវាឲ្យរស់បានទេសត្វនេះខណៈតែវាក្រុងយើងខុតខាំងវានឹងងាប់ណាគឺសត្វមួយដែលត្រូវការសេរីភាពអញ្ចឹងសត្វដែលនៅត្រូវការសេរីភាពបែបនេះគឺធ្វើឲ្យម្ចាស់យើងមានសេរីភាពដូចគ្នាដែរបាទមានសេរីភាពដូចគ្នាដែរអញ្ចឹងវាចេញទៅរកចំណីដល់ខ្លួនវាត្រឡប់មកវិញវាបង្កើតចំណូលវាធ្វើសម្បុកឲ្យបងប្អូននៅក្នុងផ្ទះរបស់បងប្អូនគ្រាន់តែបងប្អូនធ្វើផ្ទះធ្វើតំណុំធ្វើកន្លែងឲ្យវានៅឲ្យបានត្រឹមត្រូវឲ្យបានសមស្របតាមអ្វីដែលវាត្រូវការទៅគឺសត្វនេះហើយគឺជាអ្នករកចំណូលឲ្យបងប្អូនជាអ្នកដែលរកលុយឲ្យបងប្អូនទាំងគ្នាវាខុសប្លែកពីបងប្អូនទាំងអស់គ្នាប្រើប្រាស់គេហៅថាកម្លាំងពលកម្មដោយមនុស្សឬក៏សត្វផ្សេងណាអញ្ចឹងអ្នកដែលរកលុយបងប្អូនជាមនុស្សគឺបងប្អូនត្រូវគ្រប់គ្រងត្រូវចាត់ចែងត្រូវធ្វើកន្លែងស្នាក់នៅណាមិនខុសពីជាកម្មបងប្អូនធ្វើកន្លែងស្នាក់នៅវារកលុយបងប្អូនមនុស្សបងប្អូនធ្វើកន្លែងស្នាក់នៅឲ្យគាត់រកលុយបងប្អូនប៉ុន្តែបងប្អូនត្រូវបើកប្រាក់ខែគាត់ត្រូវតាមដានត្រូវមើលថែទៅគ្រប់គ្រងទៅត្រួតពិនិត្យទៅចាត់ចែងទៅរៀបចំបណ្ដោះបណ្ដាលអូមកកាផ្លេគ្រប់គ្រងបញ្ជីស្នាមច្រើនដែលធ្វើបងប្អូនទាំងអស់គ្នាមានភាពធុញទ្រាន់មានភាពតានតឹងពិបាកនៅក្នុងការគ្រប់គ្រងអីផ្សេងចឹងទៅណាភ្លេចភ្លាំងបន្តិចបន្តួចប្រហែលបន្តិចបន្តួចគឺធ្វើឲ្យបាត់បង់ប៉ះពាល់ទៅដល់អាជីវកម្មរបស់បងប្អូនទាំងអស់គ្នាប៉ុន្តែដល់ឡែកអាជីវកម្មមួយនេះគឺវាផ្ដល់ចំណូលឲ្យបងប្អូនអ្នកកម្មដោយមិនឲ្យបងប្អូនយើងលំបាកនេះហើយដែលខ្ញុំនិយាយថាសត្វជាកម្មគឺជាអ្នករកលុយឲ្យបងប្អូនហើយគ្មានលក្ខខណ្ឌទៀតគាត់ទៅធ្វើផ្ទះឲ្យវានៅធ្វើជំរកឲ្យវានៅគឺបងប្អូនមានសេរីភាពគ្រប់គ្រាន់ដែលយើងហៅថាសេរីភាពពេលវេលាសេរីភាពនៅក្នុងការគ្រប់គ្រងចាត់ចែងសេរីភាពនៅក្នុងការគិតរឿងអីផ្សេងគឺបងប្អូនមានសេរីភាពគ្រប់គ្រាន់តែជាជាកម្មសត្វជាកម្មជាសត្វដែលត្រូវការសេរីភាពយើងជាម្ចាស់របស់វាហ្នឹងក៏មានសេរីភាពគ្រប់គ្រាន់
ណាដូចខ្ញុំខ្លួនឯងបច្ចុប្បន្នខ្ញុំមានផ្ទះតិចកម្មខ្លួនឯង10ផ្ទះណាហើយបច្ចុប្បន្នខ្ញុំនៅភ្នំពេញតែផ្ទះតិចកម្មរបស់ខ្ញុំនៅពោធិ៍សាត់ហើយខ្ញុំឡើងចុះខ្ញុំដើរធ្វើការងារទូទៅដោយបងប្អូនឃើញស្រាប់ហើយបាទខ្ញុំសង់ផ្ទះជូនភ្ញៀវខ្ញុំធ្វើការងារផ្សេងគឺខ្ញុំមានសេរីភាពគ្រប់គ្រាន់ខ្ញុំមានសេរីភាពច្រើននៅក្នុងរបបមួយនេះហើយប្រាក់ចំណូលគឺខ្ញុំនៅតែមានពីផ្ទះតិចកម្មដល់ដែរតើនេះបងប្អូនបាទអញ្ចឹងសัตว์គឺជាអ្នករកលុយឲ្យយើងហើយសัตว์មួយនេះមិនចេះក្បត់យើងទេបងប្អូនគឺវាជារបបមួយដែលល្អមែនទេអញ្ចឹងចំណុចនេះបងប្អូនអាចយកទៅគិតលេខបានណាចំណុចទី2ធ្វើផ្ទះសัตว์ដូចទិញមាសទុកអញ្ចឹងណាឥឡូវយើងកំពុងតែពេញនិយមមែនទេអញ្ចឹងខ្ញុំឃើញថាសកម្មភាពបងប្អូនយើងផលក្នុងការទិញមាសទុកនេះកំពុងតែផ្ទុះមែនទេនៅក្នុងទីផ្សាររបស់យើងដោយសារមាសចាប់ដើមឡើងថ្លៃតាំងពី$2,000ជាងរហូតដល់$6,000ជាងអញ្ចឹងវាធ្វើឲ្យបងប្អូនយើងតែទិញនៅក្នុងតម្លៃទាបនោះលក់នៅក្នុងពេលវេលានេះគឺបានតម្លៃល្អចំណេញច្រើនបងប្អូនចំណេញច្រើនតែផ្ទះជាកម្មហើយវិញខ្ញុំប្រៀបធៀបថាធ្វើផ្ទះសัตว์ឲ្យសัตว์នឹងប្រៀបបានដូចជាបងប្អូនទាំងអស់គ្នាទិញមាសទុកចឹងទិញមាសទុកពេលយើងចំណេញយើងលក់បានព្រោះមាសមិនងាយចុះថោកទេគឺពិសេសគឺតែងតែឡើងផ្ទះជាកម្មដូចគ្នាដែរតែវាមានចំណុចពិសេសលើសមាសមួយចំនួនមាសយើងទិញមកទុកតើបងប្អូនលក់បានបងប្អូនបានលុយចំណេញយកមកចាយតោះនេះហើយបងប្អូនលក់ហើយគឺអស់ហើយយកលុយចំណេញមកចាយគឺចប់ហើយតោះនេះបាទហើយបងប្អូនចង់បានលុយចំណេញយកមកចាយតើបងប្អូនលក់វាចេញលក់មាសនឹងចេញបានន័យថាលក់មួយដុំនឹងទៅអស់គឺអស់ហើយអត់មានអីនៅសល់ទេប៉ុន្តែតែជាកម្មដែលខ្ញុំនិយាយថាដូចទិញមាសទុកបានន័យថាបច្ចុប្បន្នបងប្អូនវិនិយោគបងប្អូនចំណាយ$50,000ឬក៏$60,000ដើម្បីសាងសង់វាអញ្ចឹងបងប្អូនសាងសង់ថ្ងៃនេះតម្លៃប៉ុណ្ណឹងមួយឆ្នាំក្រោយមិនមែន$60,000ទេឆ្នាំក្រោយបន្ទាប់ទៀតក៏មិនមែន$10,000ដែរឆ្នាំក្រោយបន្ទាប់ទៀតក៏មិនមែន5ដល់10,000ដែរវានឹងឡើងជាបន្តបន្ទាប់ទៅតាមចំនួនបរិមាណសត្វនិងចំនួនសម្បុកដែលមាននៅក្នុងផ្ទះរបស់បងប្អូនទាំងអស់គ្នាតើណាអញ្ចឹងហើយអ្វីដែលពិសេសមួយទៀតផ្ទះជាកម្មវាខុសពីមាសត្រង់ថាមាសដូចខ្ញុំបញ្ជាក់មិញហ្នឹងថាតើបងប្អូនទាំងអស់គ្នាលក់ចេញទើបយើងយកលុយចំណេញមកចាយបានផ្ទះជាកម្មទៅពេលបងប្អូនចិញ្ចឹមបើកសម្លេងហើយរយៈពេល1ឆ្នាំទៅ2ឆ្នាំយើងនឹងមានប្រាក់ចំណូលជាប្រចាំខែឲ្យយើងតម្លៃផ្ទះក៏កើនឡើងលុយសម្បុកដែលយើងលក់បានគឺមានជាប្រចាំតើនេះបងប្អូនអស់នេះមានជាប្រចាំយូរទៅកាន់តែច្រើនទៅយូរទៅកាន់តែច្រើនទៅពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំអាស្រ័យទៅលើការថែទាំការយកចិត្តទុកដាក់របស់បងប្អូនយើងទាំងអស់គ្នាឃើញទេបាទខ្ញុំមានចំណុចពិសេសដែលខ្ញុំនិយាយថាធ្វើតែសັດវាស្តៀងគ្នាឬក៏អាចនិយាយថាវាដូចគ្នាទៅនឹងការទិញមាសទុកប៉ុន្តែវាមានចំណុចពិសេសមួយដែលលើសពីមាសណាចំណុចពិសេសដែលខ្ញុំបញ្ជាក់ជូនមិញហ្នឹងគឺយើងបានចំណូលពីវារៀងរាល់ខែតម្លៃរបស់វាមានការកើនឡើងជាប្រចាំបាទកើនឡើងជាលំដាប់បាទมันមានការចុះថយទៅមាសទីផ្សារត្រូវឡើងទីផ្សារទៅចុះអញ្ចឹងវាខុសគ្នានេះគឺឡើងឲ្យតែផ្ទះបងប្អូនមានសัตว์កាន់តែច្រើនតម្លៃរបស់វាគឺកាន់តែខ្ពស់ទៅតាមនោះដែរបាទចំណុចទី3យើងប្រើប្រាស់ដីតិចតួចបំផុតសម្រាប់ការសាងសង់វាខុសពីយើងបងប្អូនទាំងអស់គ្នាធ្វើស្រែចម្ការធ្វើដំណាំកៅស៊ូដំណាំទុរេនដំណាំអីផ្សេងដែលបងប្អូនត្រូវការដីរាប់4 5ទៅ10ហិកតាដើម្បីធ្វើដើម្បីទទួលបានប្រាក់ចំណូលល្អដូចតែជាកម្មនេះណាបងប្អូនទាំងអស់គ្នាហ្នឹងហើយវាខុសគ្នាអញ្ចឹងតែជាកម្មយើងត្រូវការដីប្រហែលជា30ម៉ែត្រទទឹងបដោយប្រហែលជា50-60ម៉ែត្រឬក៏ទទឹង50បដោយ100ម៉ែត្រអីតែប៉ុណ្្នឹងទេយើងអត់ត្រូវការដីដែលធំពេកនោះទេណាបងប្អូនទាំងអស់គ្នាវាខុសពីយើងធ្វើកសិកម្មផ្សេងអញ្ចឹងយើងប្រើប្រាស់ដីតិចក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាទទួលបាននៅទិន្នផលមកវិញខ្ពស់ណាបាទទិន្នផលមកវិញខ្ពស់ហើយយើងចំណាយពេលតែទាំងសាងសង់ទាំងអីខ្ញុំនិយាយថាយ៉ាងយូរ2ឆ្នាំបងប្អូននឹងទទួលបានប្រាក់ចំណូលមកវិញបណ្ដាហើយបើយើងធៀបមួយកសិកម្មដែលប្រើរយៈពេលវែងខ្ញុំអត់និយាយរឿងស្រូវទេស្រូវគឺធ្វើឆ្នាំហ្នឹងប្រមូលឆ្នាំក្រោយទៅព្រោះឡើងវិញបានន័យថាត្រូវធ្វើដដែលរហូតណាចំណាយទុនក៏ដដែលដែរតែកសិកម្មអត់អញ្ចឹងទេយើងចំណាយទុនសង់អគារតែម្ដងអស់លុយច្រើនតែម្ដងទេបន្ទាប់មកយើងអស់តែទឹកនិងភ្លើងក្នុងមួយខែខ្ទង់ប្រហែលជាចន្លោះពី$40ទៅ$50ទៅ$60តែប៉ុណ្្នឹងទេសម្រាប់ចំណាយថ្លៃភ្លើងបាទហើយបើយើងធៀបមួយដំណាំទុរេនទៀតដំណាំដែលយូរអង្វែងដូចកសិកម្មដែរទៀតគឺវាចំណាយច្រើនណាបងប្អូនអរខ្ញុំរងថ្ងៃក៏ដាំទុរេនដែរទី1យើងចំណាយទៅលើការទិញដីគាត់ថាយើងទិញដី4-10ហិកតាឬខ្ញុំនិយាយថា5ហិកតាចុះក៏យើងចំណាយ$5-6 ម៉ឺនបាត់ហើយវាស្មើនឹងតម្លៃសង់អគារកសិកម្មបាត់
អត់ទី2នៅយើងឈូសឆាយកាយកោះដីពូនជើងជ្រោយដីធ្វើព្រៀបប្រព័ន្ធទឹកអីទៀតអស់រាប់ម៉ឺនទៀតធ្វើលបងទៀតអស់រាប់ម៉ឺនទៀតកូនតរេនដាំទៀតអស់រាប់ម៉ឺនទៀតរយៈពេលថែទាំគាត់តែកូនចៅយើងមួយខែ2នាក់ក៏ចំណាយមួយខែចូល1000ដុល្លារដែរសម្រាប់ពួកគាត់បាយទឹកព្រឹកល្ងាចហើយនឹងប្រាក់ខែរបស់ពួកគាត់ទៀតចូល1000ដុល្លារគាត់ប្រាក់ខែពួកគាត់បន្ទាប់មកទៀតតម្រុំតែបានផល5 6ឆ្នាំនេះនោះហើយក្នុងកំឡុងពេលហ្នឹងមានឧបសគ្គមានបញ្ហាច្រើនដែលធ្វើឲ្យយើងមានអារម្មណ៍ថាវាហត់នឿយពិបាកប៉ុន្តែដូចខ្ញុំនិយាយក្នុងវីដេអូមុនថាជីវិតគឺអញ្ចឹងយើងមិនអាចដកថយយើងមិនអាចគាត់ជួបឧបសគ្គយើងបោះបង់យើងអត់អញ្ចឹងទេណាបងប្អូនទាំងនេះយើងអត់អញ្ចឹងយើងត្រូវតែដើរទៅមុខជានិច្ចក្នុងកលៈទេសៈណាក៏ដោយគឺយើងមិនអាចបោះបង់ចោលបានទេព្រោះអនាគតគ្រួសារអនាគតក្រុមការងាររបស់យើងគឺគាត់បានពឹងផ្អែកមកលើយើងទាំងអស់គ្នាបាទគឺពឹងផ្អែកនៅលើយើងជាពិសេសគឺគ្រួសាររបស់យើងបើយើងបោះបង់ចោលតែពួកគាត់ទៅទីយ៉ាងណាបើយើងមកយើងបាក់ទឹកចិត្តយើងអត់ប្រឹងរកវិធីអ្វីដែលថ្មីសម្រាប់ដោះស្រាយសម្រាប់ទប់ទល់ជាមួយស្ថានភាពបែបហ្នឹងទេក៏ពួកគាត់ទៅរំពឹងអីចឹងណាចឹងមកខ្ញុំលើកទឹកចិត្តរបស់បងប្អូនទាំងអស់គ្នាត្រូវតែក្រោកឈរឡើងប្រឹងប្រែងទៅមុខទាំងអស់គ្នាបាទហើយខ្ញុំមិនចេះតែនិយាយទេហើយថ្មីនេះគឺខ្ញុំបានទិញអីចូលមកដើមទៀតដែរដើម្បីអីគេបោះបង់ខ្ញុំទិញយកមកទុកសម្រាប់ប្រកបអាជីវកម្មរបស់ខ្ញុំបន្តទៀតបាទចំណេញតិចតិចក៏ធ្វើឲ្យធ្វើបែបបានចំណូលក៏មិនអត់សោះបាទក៏មិនអត់សោះបាទចំណុចមួយទៀតដែលជាចំណុចទី4គឺរបបមួយនេះជារបបមួយដែលផ្ដល់ចំណូលតកូនតចៅណាបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងទៅយើងមិនអាចទទួលប្រាក់ចំណូលមួយនេះបានគឺយើងនៅមានឱកាសផ្ដល់ចំណូលនេះទៅឲ្យកូនចៅរបស់បងប្អូនទាំងអស់គ្នាបាទ3ជំនាន់2 3ជំនាន់រហូតដល់អាគាររបស់បងប្អូនរលំបាទបាននេះថាវាជារបបមួយដែលល្អមែនទែនបាទរយៈពេលយូរ8ហើយជារបបមួយដែលចំណូលអកម្មហើយងាយស្រួលក្នុងការគ្រប់គ្រងហើយយើងគ្រប់គ្រងនៅក្នុងដៃរបស់បងប្អូនទាំងអស់គ្នាបើយើងធៀបជាមួយនឹងការទិញហ៊ុនធៀបជាមួយនឹងការលេងអីទីផ្សារផ្សេងយើងត្រូវទៅទិញពីគេយើងអត់អាចគ្រប់គ្រងយើងគាត់ជាម្ចាស់ហ៊ុនតែគេអ្នកគ្រប់គ្រងអញ្ចឹងការប្រែប្រួលបំរែបំរួលផ្សេងគឺយើងពិបាកក្នុងការគ្រប់គ្រងយើងពិបាកក្នុងការទៅគ្រប់គ្រងព័ត៌មានយើងពិបាកក្នុងការដឹងនៅព័ត៌មានប៉ុន្តែដល់ឡែកតែវិជាកម្មមួយនេះគឺនៅក្នុងដៃរបស់បងប្អូនសាងសង់រួចទាំងតែជាកម្មទាំងប្លង់ដីគឺជារបស់បងប្អូនគ្មានពីណាគេអាចទៅបោកទៅគេងទៅបន្លំបោកប្រាស់បងប្អូនបានទេលើកលែងលុះណាតែបងប្អូនអស់នេះចង់លក់ចេញអាហ្នឹងគឺបងប្អូនលក់ចេញអត់ទេគឺវាជាទ្រព្យសម្បត្តិរបស់បងប្អូននៅក្នុងការគ្រប់គ្រងរបស់បងប្អូនយើងទាំងអស់គ្នាណាបងប្អូនអស់គ្នាបញ្ជាក់ចំណុចហ្នឹងណានៅក្នុងការគ្រប់គ្រងរបស់បងប្អូនទាំងគ្នាអញ្ចឹងរបបមួយដែលក្នុងដៃរបស់យើងដែលយើងជាម្ចាស់អាជីវកម្មដែលយើងជាអ្នកមើលជាអ្នកថែជាអ្នកតាមដានត្រួតពិនិត្យវាជារបបមួយដែលងាយស្រួលគ្រប់គ្រងងាយស្រួលក្នុងការចាត់ចែងហើយវាអាចនឹងបោះជំហានទៅមុខជាបន្តបន្ទាប់វាខុសពីរបបដែលយើងទៅពឹងដង្ហើមគេដកណាបងប្អូនអស់គ្នាបាទអញ្ចឹងរបបមួយនេះគឺយើងជារបបមួយដែលតកូនតចៅអញ្ចឹងបងប្អូនសាងសង់ថ្ងៃនេះគឺទុកសម្រាប់ខ្លួនឯងនៅពេលដែលយើងលេខឆាកលោកណានៅពេលដែលអត់ពីយើងទៅកូនចៅរបស់បងប្អូនយើងអស់គ្នាគាត់នឹងទទួលបានបន្ទាប់ពីចៅកូនយើងហើយចៅយើងហើយចៅទូតយើងទៀតទទួលបានអញ្ចឹងឈ្មោះរបស់យើងត្រូវបានចារជាប់នៅក្នុងបេះដូងកូនចៅយើង3 4ជំនាន់មិនមែនអស់ពីយើងទៅគឺពួកគាត់ភ្លេចយើងឈឹងទេរាល់ពេលដែលគាត់ទៅបេះសម្បុកជាកម្មរាល់ពេលដែលគាត់ចាយលុយសម្បុកជាកម្មគាត់តែងតែនឹកឃើញថានេះគឺជាទ្រព្យសម្បត្តិដែលតាទួតរបស់ខ្ញុំគាត់ទុកឲ្យខ្ញុំបាទរាល់ពេលវេលាគឺគាត់នឹកឃើញហើយណាស់ក៏គាត់អុជធូបឧទ្ទិសឲ្យយើងបានទទួលនៅផលបុណ្យដែលគាត់បានធ្វើដែរបងប្អូនអស់គ្នាណាបាទហើយយើងអាចគិតលេងយ៉ាងបានបាទអញ្ចឹងនេះគឺជាចំណុចថ្មីមួយចំនួនទៀតដែលខ្ញុំចង់ចែករំលែកជូនបងប្អូនយើងទាំងអស់គ្នាបន្ថែមពីលើចំណុចមុនហើយក៏ជាចំណុចមួយចង់ឲ្យបងប្អូនទាំងអស់គ្នានៅក្នុងកំឡុងពេលនេះយកទៅគិតយកទៅសិក្សាបាទព្រោះស្ថានភាពបែបនេះបងប្អូនយើងខ្លះមិនហ៊ានចាយលុយទេអោបលុយទុកបាទបងប្អូនយើងខ្លះក៏ហ៊ានចាយទៅបាទហើយអ្នកខ្លះគាត់ហ៊ានគាត់ធ្វើដោយបងប្អូនគិតត្រឡប់ទៅក្រោយតាមពីសម័យកូវីដដែលខ្ញុំនិយាយដែរបងប្អូនចាំឲ្យកូវីដ2019ទៅដល់2023 24ណាត្រង់ប៉ុណ្ណាចង់ភ្លេចដែរពេលបញ្ចប់ហើយក្នុងប៉ុណ្ណឹងឯង24 23 24ហ្នឹងចឹងក្នុងកំឡុងពេលហ្នឹងបងប្អូនទាំងគ្នាបងប្អូនយើងមួយចំនួនគាត់សុញសាញហ្មងគាត់អត់ហ៊ានចំណាយលុយធ្វើអីទេគឺគាត់នៅអោបលុយទុកខណៈពេលដែលបងប្អូនយើងមួយចំនួនធ្វើ
ណាចាយលុយធ្វើច្រើនខ្ញុំហ៊ានខ្ញុំបញ្ជាក់ជូនបងប្អូនទាំងអស់គ្នានៅក្នុងកំឡុង Covid 2019ទៅដល់2024ឆ្នាំ2022 2023ណាគឺជាឆ្នាំដែលបងប្អូនយើងធ្វើកសិកម្មច្រើនមែនទែនខ្ញុំអាចនិយាយបានថាជាអច្ឆរិយៈមួយដែលនៅក្នុងពេលតែមួយខ្ញុំទទួលបានកម្រងសាងសង់ច្រើនណាច្រើនមែនទែនបាទជាពេលវេលាដែលខ្ញុំមិនដែលបានដេកផ្ទះទេជាពេលវេលាដែលគេ lockdown បងប្អូនទាំងអស់គ្នានៅផ្ទះតែខ្ញុំនេះគឺរិចងើបម៉ោង4ភ្លឺ3ភ្លឺរិចម៉ោង11 12យប់បានចូលផ្ទះវិញហើយបាយនៅតាមប្រអប់រហូតអត់ចូលហាងទេបាទទៅឆ្ងាយឡប់មកផ្ទះហូបបាយផ្ទះទៅទៀតហូបបាយផ្ទះទៅទៀតគឺរិចរហូតបាទអត់មានពេលសម្រាកទេកាលនោះបាទហេតុអីតែបងប្អូនទាំងនេះសាក់គិតលេងតែហេតុអីហើយបងប្អូនយើងធ្វើតាមពីនោះមកឥឡូវនេះគឺគាត់ទទួលបានជោគជ័យអស់ហើយលទ្ធផលគឺកសិកម្មចិញ្ចឹមគាត់អស់បាត់ទៅហើយណាចឹងបងប្អូនទាញត្រឡប់ពេលវេលានោះមកដល់ពេលវេលានេះវិញស្ថានភាពនេះវិញបើបងប្អូនទាំងអស់គ្នាមិនប្រឹងដើរមិនប្រឹងបន្ស៊ាំមិនទម្លាប់នៃការរស់នៅជាមួយនឹងស្ថានភាពបែបនោះទេគឺបងប្អូនទាំងអស់គ្នានឹងពិបាកហើយណានឹងពិបាកបើយើងរងចាំថាចាំឲ្យវាប្រសើរឡើងចាំវាប្រសើរឡើងគឺមិនងាយប្រសើរឡើងទេចប់កូវីដចូលវិបត្តិនេះចូលវិបត្តិនេះចូលវិបត្តិនោះចូលវិបត្តិនោះចូលសង្គ្រាមកម្ពុជាថៃសោះឥឡូវមកខ្ញុំប្រទេសមានបញ្ហាឃើញរឿងគឺមានថ្មីរហូតអញ្ចឹងបើយើងរងចាំឲ្យចប់គឺមិនចប់ទេជីវិតគឺជាសម័យកាលមួយដែលដោះមិនចេះអស់ទេមានថ្មីឲ្យយើងដោះរហូតអញ្ចឹងយើងត្រូវតែរស់នៅត្រូវតែដើរទៅមុខជានិច្ចបងប្អូនទាំងអស់គ្នាបាទរងចាំជួបគ្នានៅវីដេអូទី2ដែលខ្ញុំនឹងនិយាយចែករំលែកជាបន្តអំពីរបរចិញ្ចឹមជីកម្មបាទបើពេញចិត្តនៅការចែករំលែកបើពេញចិត្តវីដេអូមួយនេះសូមបងប្អូនអរគុណជួយ like ជួយ share វីដេអូនេះបានច្រើនបាទជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ